បាទដើម្បីតាមដាននៅវីដេអូថ្មីបន្ទាប់ពីវីដេអូនេះតទៅបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបាននឹងនិយាយអំពីរបៀបដំឡើង theme style នៅលើទូរស័ព្ទដែលមាន Android version KitKat គឺ 4.3 4.4.2 និង 4.4.4 បាទអញ្ចឹងមិនថាទូរស័ព្ទប្រភេទ Samsung អីទេបាទឲ្យតែនៅក្នុងវង Samsung ឲ្យតែមាន Android 4.3 4.4 ហ្នឹងបាទគឺអាចដំឡើងបានទាំងអស់បាទតែសំខាន់គឺត្រូវការទូរស័ព្ទហ្នឹងគឺតតែ root ម៉ាស៊ីនទើបអាចនឹងធ្វើបានឥឡូវយើងដើម្បីឲ្យយើងតម្លើង theme style បានអាចដូរដាក់ theme style ឧទាហរណ៍រូប iOS 7 ឬក៏រូប iPhone 8 អញ្ចឹងណា iPhone 7 អញ្ចឹងណាអញ្ចឹងខ្ញុំសូមមកនាំមើល version ទូរស័ព្ទរបស់ខ្ញុំសិនកុំឲ្យបងប្អូនថាខ្ញុំបោកប្រាស់អីចឹងណានេះគឺជា Android 4.4.2 របស់ខ្ញុំបាទគឺវា KitKat បាទ Android KitKat បាទអញ្ចឹងតោះកុំឲ្យចំណាយពេលវេលាយូរអញ្ចឹងយើងត្រូវការ file អ្វីខ្លះដើម្បីយើងយកមកដំឡើងបានហ្នឹងគឺទី1បាទគឺ file EF file ក៏បានដែរគឺឬក៏បើថាពិបាកមើលពេកយើងយក root explorer មួយមកបាទយកហ្នឹងមួយមកបាទហើយនេះផ្លាស់ដែលត្រូវ download ហ្នឹងគឺចំនួន2បាទចាំតិចខ្ញុំសុំនាំមើលសិនបាទនេះគឺផ្លាស់ពីនេះគឺបងប្អូនអាច download នៅខាងក្រោមវីដេអូហ្នឹងបានបាទគឺមាន link ខ្ញុំបានបង្កប់នៅខាងក្រោមវីដេអូហ្នឹងបាទបងប្អូនសូមមើលបាទហើយចុច download ទាំងពីរហ្នឹងឲ្យពេញមកទាំងអស់វាមានចំនួនត្រឹមតែ94មេតែប៉ុណ្ណោះបាទវាមិនអស់លុយប្រហែលទេបាទសម្រាប់តែបងប្អូនចង់ដំឡើងវាបាទតោះឥឡូវយើងចាប់ដើមធ្វើអ្វីខ្លះមុនគេបាទតោះទី1គឺយើងចូលទៅកាន់ root explorer មកបាទចូលក្នុងហ្នឹងមកបាទតោះមកយើងចុចនៅចំណុចពាក្យថា root នេះបាទចំណុចហ្នឹងមកចុចទៅហ្នឹងឲ្យជាប់មកបាទចុចទៅហ្នឹងមកបាទមិនចុចជាប់ទេអញ្ចឹងយើងអូសមកក្រោមយើងរកមើល folder ដែលមានឈ្មោះថា system បាទឬបាទនេះបាទគឺ folder មួយនេះបាទយ៉ាស់ទៅដល់ណាបាទគឺមួយនេះបាទហ្នឹងគឺកន្លែងខ្ញុំគ្រីសហ្នឹងបាទអញ្ចឹងយើងថាច់ចូលក្នុងហ្នឹងមកបាទយើងចូលក្នុងហ្នឹងមកបាទតមកយើងចូលក្នុង folder នេះអ៊ំខមកBrowse app នេះបាទយើងចុចចូលក្នុងហ្នឹងមកបាទសូមចុចថយបន្តិចសិនមកខ្ញុំថាកុហកបាទសូមចុចគ្រីមើលបាទសូមមើល folder មួយនេះបាទដែលមានកតុយ app ហ្នឹងអញ្ចឹងយើងចុចចូលមកចូលវាមកបាទតមកយើងអូសមកក្រោមយ៉ាហួរហើយអត់ហួរហើយតន់ឃើញផងបាទអញ្ចឹងសូមរងចាំអញ្ចឹងបងប្អូនត្រូវការរក file អ្វីចាំមើលខ្ញុំរកឃើញសិនចាំខ្ញុំបង្ហាញប្រាប់បាទនេះគឺ file មួយនេះបាទគឺ file មួយនេះបាទ file មួយនេះបាទខាងក្រោមរូបផ្ទះហ្នឹងបាទអញ្ចឹងឃើញ file មួយហ្នឹងតើយើងត្រូវធ្វើអីបាទអញ្ចឹងយើងចុចគ្រីសវាមកបាទអត់ចុចគ្រីសក៏បានដែរយើងឥឡូវចេះវិញស៊ីលឿនឥឡូវយើងសកត់វាឲ្យជាប់បាទសកត់ឲ្យជាប់មកយើងឃើញពាក្យថា rename អញ្ចឹងយើងចុចយកពាក្យ rename មកបាទអញ្ចឹងវាទាមទារសិទ្ធិ root បាទអញ្ចឹងចុចក្រាស់វាមកចុច yes មកបាទតមកយើងធ្វើអីគេអញ្ចឹងយើងដាក់ dot កតុយវាមកយើងអត់លុបឈ្មោះវាចោលយើងដាក់ថា dot b a k បាទតែប៉ុណ្ណឹងមកបាទមើលឲ្យតាន់បាទដាក់ dot b a k រួចហើយចុច OK បាទយើងចុច OK បាទអញ្ចឹងនេះយើងឃើញហើយគឺវាឃើញ dot b a k អញ្ចឹងបាទអាហ្នឹងគឺចំណុចទី1គឺយើងបានធ្វើរួចហើយអញ្ចឹងយើងចុចថយមកវិញមកឥឡូវយើងត្រូវការធ្វើអីទៀតឥឡូវយើងនេះមកយើងបិទទូរស័ព្ទរបស់យើងចូលទៅកាន់ Discovery មកដើម្បី install
ខ្លះពីរនោះបាទឥឡូវខ្ញុំចាប់ដើមបិទទូរស័ព្ទបាទបន្ទាប់ពីយើងបាន install រួចហើយយើងក៏បាន reboot ឡើងមកទូរស័ព្ទឡើងវិញបើកទូរស័ព្ទឡើងវិញបាទដើម្បីឡើងផ្ទះមីនុយអញ្ចឹងវានឹងឲ្យយើងអូសឡើងសញ្ញាព្រួយហើយនេះអញ្ចឹងយើងអូសតាមវាមកអញ្ចឹងយើង select យកផ្នែក Google បាទនេះ Google search នេះបាទយើង select យកអាហ្នឹងមក search អាហ្នឹងមកបាទហើយចុចថយបាទអញ្ចឹងយើងសកត់អេក្រង់ឲ្យជាប់មកបាទបន្ទាប់ពីយើង install រួចហើយណាអញ្ចឹងយើងធ្វើដូចខ្ញុំមកចុចតំណែងហើយយើងចុចជានេះបាទចុចតំណែងមកបាទចុចតំណែងយើងនឹងឃើញ Team Messenger បាទអញ្ចឹងយើង select យកវាមកបាទយើងចុចយកវាមកបាទនេះគឺជា team របស់វាហើយអញ្ចឹងគឺវាមានច្រើនបាទលោមានច្រើនមែនតែនបាទមានអីគេខ្លះទេនេះស្ថាចិនសុតមកម៉ៃសួរមីសួរអានេះគេក្រង់ស៊ីនវាបាទនេះខ្ញុំសាក select យក iOS 7មកវាលយប៉ុណ្ណាបាទអញ្ចឹងចុចប៉ុណ្ណឹងមកបាទនេះគឺវាបានដំណើរការបានចប់ហើយបាទចប់សពគ្រប់ហើយបាទនេះបាទអូខេអញ្ចឹងនៅក្នុងវីដេអូការបង្ហាញរបៀបដំឡើង theme style នៅលើ Android KitKat មិនថា 4.3 4.4.2 4.4.4 នោះគឺបានដំណើរការរួចរាល់ចប់សពគ្រប់ 100% ហើយបាទអញ្ចឹងបាទសាកដាក់ theme style លេងមកស្អាតប៉ុណ្ណាបាទចាំមើលធ្វើ theme style F8 ខ្ញុំដាក់បាទអរគុណច្រើនសម្រាប់ការចូលទស្សនានៅក្នុង channel ថ្មីរបស់ខ្ញុំបាទសូមអរគុណច្រើន